តាអ្នកមានដឹងទេថាជារៀងរាល់ឆ្នាំប្រទេសបារាំងស្វាគមន៍ភ្ញៀវទេសចរជាង100លាននាក់ឯណោះចំនួននេះគឺជាចំនួនដ៏ច្រើនលើសលប់គឺច្រើនជាងប្រជាជនបារាំងផ្ទាល់ទៅទៀតប្រហែលជា66លាននាក់តែប៉ុណ្ណោះនេះគឺជាមន្តស្នេហ៍ដែលគ្មានប្រទេសណាអាចធ្វើបាននោះឡើយទោះបីជាប៉ារីជាច្រកទ្វារដ៏ល្បីល្បាញប៉ុន្តែបារាំងមានអ្វីៗគ្រប់យ៉ាងដែលអ្នកទេសចរប្រាថ្នាចង់បានភូមិបុរាណមជ្ឈិមសម័យដែលរក្សាសម្រស់បានរាប់រយឆ្នាំមានវាលផ្កា Lavender ដ៏ស្រស់ស្អាតមានភ្នំទឹកកកឬហៅថាម៉ុងប្លង់ដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តជិះស្គីទឹកកកមានឆ្នេរសមុទ្រដ៏ថ្លាឆ្វេងនៅភាគខាងត្បូងរីឯសម្រស់អេថឺតាក៏អស្ចារ្យផងដែរប្រទេសបារាំងគឺជាឋានសួគ៌នៃអ្នកចូលចិត្តញ៉ាំអាហារម្ហូបបារាំងមិនមែនត្រឹមតែជាអាហារនោះទេប៉ុន្តែវាគឺជាសិល្បៈចាប់តាំងពីនំប៉័ងក្រសង់ក្តៅៗនៅតាមហាងកាហ្វេតូចៗរហូតដល់ស្រាក្រហមលំដាប់ថ្នាក់ពិភពលោកនិងសាច់អាំងបែបមីចលីនគឺសុទ្ធតែជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន